ទស្សនិកជនជាទីគោរពក្នុងកម្មវិធីផ្សាយជាភាសាខ្មែរនៅស្ថានីយ៍វិទ្យុនិងទូរទស្សន៍នាពេលនេះយើងខ្ញុំសូមគោរពអញ្ជើញបងប្អូនជនរួមជាតិនិងប្រិយមិត្តរួមតាមដាននៅកម្មវិធីមានដូចតទៅជាបឋមនៃកម្មវិធីគឺមេតិកាព័រមានទំនាក់ទំនងការទូតរវាងប្រទេសវៀតណាមជាមួយនឹងបណ្ដាប្រទេសនៅមជ្ឈមបូព៌ាអាហ្វ្រិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបកខេត្តតេនិញនិងឡុងអានបានឯកភាពលើខ្លឹមសារមួយចំនួនលើការបម្រើអេកូនីយកម្មកងពលធំលេខ5បូកសរុបចលនាប្រឡងប្រណាំងវិស័យភូតុភារកងទ័ពធ្វើតាមដំបូលមានឥឡូវនេះសូមគោរពអញ្ជើញបងប្អូនជនរួមជាតិនិងប្រិយមិត្តរួមតាមដានកម្មវិធីមានដូចតទៅទស្សនិកជនជាទីគោរពនារុស្ស៊ីថ្ងៃទី20ខែឧសភាអនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកងួយមិនហាំងបានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញបូកសរុបគម្រោងអភិវឌ្ឍទំនាក់ទំនងរវាងវៀតណាមនិងបណ្ដាប្រទេសនៅមជ្ឈមបូព៌ាអាហ្វ្រិកដំណាក់កាលឆ្នាំ2016-2025 នៅក្នុងកិច្ចប្រជុំក្រសួងការបរទេសបានវិតម្លៃថាដោយមានការខិតខំប្រឹងប្រែងពីបណ្ដាក្រសួងវិស័យជាពិសេសគឺបណ្ដាសហគ្រាសក្នុងមូលដ្ឋានកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងមជ្ឈមបូព៌ាអាហ្វ្រិកក្នុងរយៈពេលកន្លងសម្រាប់បានបណ្ដាលទ្ធផលគួរឲ្យលើកទឹកចិត្តលើគ្រប់វិស័យក៏ប៉ុន្តែបណ្ដាលទ្ធផលដែលសម្រេចបាននៅមិនទាន់សមស្របនឹងសក្តានុពលនិងតម្រូវការកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរជាពិសេសលើវិស័យពាណិជ្ជកម្មវិនិយោគបច្ចេកវិទ្យានិងទេសចរណ៍ចូលរួមក្នុងកិច្ចប្រជុំបណ្ដាតំណាងបានឯកភាពថាត្រូវមានការផ្សារភ្ជាប់រវាងបណ្ដាស្ថាប័នការទូតវៀតណាមនៅក្រៅប្រទេសជាមួយក្រសួងស្ថាប័នវិស័យសហគ្រាសនិងបណ្ដាមូលដ្ឋានក៏ដូចជាប្រជាជនដើម្បីកំណត់ទិសនិងផ្ដល់ប្រឹក្សាលើវិស័យសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពចំពោះភូមិសាស្ត្រនីមួយៗនិងប្រទេសជាក់លាក់ជាវិងការពង្រាយភាពស្វាហាប់ម្ចាស់ការស្វែងយល់ព័ត៌មានទីផ្សាររបស់រដ្ឋអំណាចស្ថាប័នវិស័យនិងសហគ្រាសក្នុងមូលដ្ឋានក៏ជាទិសដៅប្រកបដោយប្រសិទ្ធភាពដែលត្រូវការពង្រីកដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបណ្ដាប្រទេសនៅមជ្ឈមបូព៌ាអាហ្វ្រិកនាពេលខាងមុខទស្សនិកជនជាទីគោរពនៅព្រឹកថ្ងៃទី20ខែឧសភាកងពលធំលេខ5យោធាភូមិភាគទី7បានរៀបចំសន្និបាតបូកសរុបចលនាប្រឡងប្រណាំងវិស័យភូតុភារកងទ័ពធ្វើតាមដំបូលមានដំណាក់កាលឆ្នាំ2020-2025លោកវរសេនីឯកងួយចំថៃមេបញ្ជាការកងពលធំបានដឹកនាំកិច្ចប្រជុំក្នុងដំណាក់កាលឆ្នាំ2020-2025គណៈកម្មាធិការបកបញ្ជាការកងពលធំលេខ5បានធានាបានគ្រប់គ្រាន់ទាន់ពេលវេលាសម្រាប់ភារកិច្ចប្រចាំការនិងចៃដន្យគុណភាពអាហាររបស់កងទ័ពមានការផ្លាស់ប្ដូរជាវិជ្ជមានការងារបង្កបង្កើនផលនិងការចិញ្ចឹមសត្វមានការរីកចម្រើនល្អចំនួនទាហានដែលមានសុខភាពល្អជាប្រចាំសម្រេចបានអត្រាជាង 99% ការងារកសាងជាសារវ័នការពង្រឹងបន្ទាយការកសាងអង្គភាពជាប្រចាំភ្លឺស្រស់បៃតងស្អាតនិងល្អកាន់តែស៊ីជម្រៅនិងនិរន្តរភាពការងារគ្រប់គ្រងសាំងប្រេងភ្លើងទឹកមូលដ្ឋានសម្ភារៈថវិកាភូតុភារមានការម៉ត់ចត់ត្រឹមត្រូវតាមភារកិច្ចសន្សំសំចៃនិងមានប្រសិទ្ធភាពសម្រាប់ល្អភារកិច្ចដឹកជញ្ជូនធានាសុវត្ថិភាពចរាចរណ៍រួមចំណែកក្នុងការបំពេញភារកិច្ចនយោបាយជាមណ្ឌលកសាងកងពលធំរឹងមាំគ្រប់ជ្រុងជ្រោយគំរូនិងលេចធ្លោនៅក្នុងកិច្ចប្រជុំកងពលធំលេខ5បានប្រគល់ប័ណ្ណសរសើរជូនដល់8សាមហាភាពនិង16បុគ្គលដែលសម្រេចបានស្នាដៃល្អក្នុងការអនុវត្តចលនាប្រឡងប្រណាំងវិស័យភូតុភារកងទ័ពអនុវត្តតាមដំបូលមានដំណាក់កាលឆ្នាំ2020-2025ទស្សនិកជនជាទីគោរពនារុស្ស៊ីថ្ងៃទី20ខែឧសភាឆ្នាំ2025នៅសំណាក់ការគណៈកម្មាធិការបកខេត្តតេនិញគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបកខេត្តតេនិញនិងឡុងអាំងបានរៀបចំសន្និបាតនិងពិភាក្សាកំណត់ទិសអំពីវិធានការចាត់ចែងធនធានមនុស្សនិងការកសាងឯកសារមហាសន្និបាតបកខេត្តបន្តពីការធ្វើអេកូនីយកម្មសន្និបាតដឹកនាំដោយលោកងួយវ៉ាងវិកលេខាគណៈបកខេត្តឡុងអាំងនិងលោកងួយម៉ាន់ហុងលេខាគណៈកម្មាធិការបកខេត្តនិងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តតេនិញនៅក្នុងសន្និបាតគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបកខេត្តតេនិញនិងឡុងអាំងបានផ្លាស់ប្ដូរនឹងឯកភាពលើខ្លឹមសារសំខាន់ៗមួយចំនួនដើម្បីបម្រើការអេកូនីយកម្មខេត្តទាំងពីរដូចជាកំណត់ទិសដៅវិធានការចាត់ចែងធនធានមនុស្សបន្ទាប់ពីការអេកូនីយកម្មខេត្តតេនិញនិងខេត្តឡុងអាំងការកំណត់ទិសសាងសង់ឯកសារមហាសន្និបាត
គណៈកម្មាធិការប៉ាខេតបន្ទាប់ពីការអេកូនីយកម្មមុននោះថ្ងៃទី13ខែឧសភាឆ្នាំ2025នៅស្រុកដឹកវ៉ាខេត្តឡុងអាងគណៈកម្មាធិការប្រជាជនខេត្តទាំងពីរតៃninhនិងឡុងអាងក៏បានមានពេលជំនួបធ្វើការនឹងឈានដល់ការឯកភាពលើសំណើ16បទទិដ្ឋានសេដ្ឋកិច្ចសង្គមនៅក្នុងរបាយការណ៍នយោបាយដាក់ជូនមហាសន្និបាតប៉ាខេតបន្ទាប់ពីការអេកូនីយកម្មមូលដ្ឋានទាំងពីរនឹងបានឯកភាពលើសំណើគម្រោងដែលប្រើប្រាស់ទុនវិនិយោគសាធារណៈនិងកម្មវិធីទម្លុះទម្លាយនៅក្នុងសេចក្តីព្រាងរបាយការណ៍នយោបាយដាក់ជូនមហាសន្និបាតបក្សភាពបន្ទាប់ពីការអេកូនីយកម្មទស្សនិកជនជាទីគោរពក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី50នៃទិវាប្រពៃណីកងទ័ពការពារព្រំដែនតៃninh25ឧសភាឆ្នាំ1975 25ឧសភាឆ្នាំ2025នៅព្រឹកថ្ងៃទី20ខែឧសភាបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តតៃninhបានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាននិងសប្បុរសជននានាបានរៀបចំកម្មវិធីប្រគល់អំណោយតបស្នងសងគុណនៅឃុំស៊ុយងស្រុកតាន់ជោនៅក្នុងពិធីនេះអំណោយចំនួន100ចំណែកត្រូវបានប្រគល់ដោយផ្ទាល់ដៃដល់គ្រួសារគោលនយោបាយនិងគ្រួសារដែលមានស្ថានភាពលំបាកដែលរស់នៅក្នុងតំបន់ព្រំដែនអំណោយនីមួយៗមានតម្លៃ600ប៉ុណ្ណឹងរួមមានសាច់ប្រាក់200ប៉ុណ្ណឹងព្រមទាំងអង្ករនិងគ្រឿងឧបភោគបរិភោគចាំបាច់ផ្សេងៗទៀតទស្សនិកជនជាទីគោរពនៅព្រឹកថ្ងៃទី20ខែឧសភាគណៈបញ្ជាការយោធាស្រុកតាន់ជោបានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធភ្លើងផ្ទៃក្នុងចំណុចភូមិឋាននៅជាប់ប៉ុស្តិ៍កងជីវពលប្រចាំនៅព្រំដែនបៅសែងឃុំតាន់ហាចូលរួមក្នុងពិធីនេះមានលោកវរាសនិកឯកងួយឋានហ្វុងប្រធានគណៈកម្មាធិការប៉ាក់និងបញ្ជាការរដ្ឋានយោធាខេត្តតៃninhប្រព័ន្ធផ្លូវផ្ទៃក្នុងនៅក្នុងភូមិឋាននៅជាប់នឹងប៉ុស្តិ៍កងជីវពលប្រចាំការនៅព្រំដែនបៅសែងត្រូវបានចាប់ផ្ដើមសាងសង់នៅខែមេសាឆ្នាំ2025មានប្រវែង130ម៉ែត្រផ្ទៃផ្លូវបេតុងទទឹង3ម៉ែត្រជាមួយនឹងសរុបទុនវិនិយោគជាង100លានដុល្លារដែលត្រូវបានដកចេញពីថវិការដ្ឋនិងបណ្ដាអង្គភាពឧបត្ថម្ភដូចជាក្រុមហ៊ុនពាក្យហ៊ុនស៊ីម៉ង់ភីកូក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតសំណង់ទ្រង់យងទស្សនិកជនជាទីគោរពខ្លឹមសារមួយក្នុងចំណោមខ្លឹមសារដ៏គួរឲ្យយកចិត្តទុកដាក់នៃសេចក្តីព្រាងក្រមព្រហ្មទណ្ឌដែលកែសម្រួលដែលបានធ្វើឡើងនៅសម័យប្រជុំពេញអង្គនៃរដ្ឋសភានៅព្រឹកថ្ងៃទី20ខែឧសភាអំពីគម្រោងដំឡើងកម្រិតពីនៃប្រាក់ទ្វេដងសម្រាប់បទល្មើសផលិតជួញដូរទំនិញក្លែងក្លាយនិងបទល្មើសពាក់ព័ន្ធមួយចំនួនយោងតាមបណ្ដាតំណាងរយៈពេលកន្លងមកអាជ្ញាធរមានសមត្ថកិច្ចបានរកឃើញជាច្រើនខ្សែបណ្ដាញនៃការចរាចរណ៍និងជួញដូរទំនិញក្លែងក្លាយទំនិញបន្លំនិងទំនិញគ្មានគុណភាពដូច្នេះចាំបាច់ត្រូវពិនិត្យឡើងវិញនៅបទបញ្ញត្តិច្បាប់ទាំងអស់ដើម្បីជៀសវាងការលេចធ្លាយចន្លោះប្រហោងនិងធានាទណ្ឌកម្មមានកម្លាំងគ្រប់គ្រាន់ដើម្បីគម្រាមកំហែងមុននោះរដ្ឋសភាបានពិនិត្យមើលការកែប្រែច្បាប់ដែលតាក់ទងនឹងវិសាលភាពនេះដូច្នេះច្បាប់ស្តីពីការផ្សព្វផ្សាយចាក់ស្ដែងការកំណត់ទទួលខុសត្រូវរបស់អ្នកដែលមានឥទ្ធិពលលើសាធារណជនចំពោះសេចក្តីព្រាងក្រមព្រហ្មទណ្ឌដែលបានកែសម្រួលលើកនេះបានសំណើឲ្យបង្កើនយ៉ាងខ្លាំងនៅទណ្ឌកម្មภาคពិន័យដើម្បីធានាលក្ខណៈគម្រាមកំហែងtăng cái chế tài xử phạt là cái hình phạt tù và vừa tăng cái chế tài xử lý đấy là ការបង្កើនដាក់ទណ្ឌកម្មภาคពិន័យគឺការដាក់ពន្ធនាគារនិងកម្មវិបាកចំពោះការបង្កើនការភាគពិន័យប្រាក់ខ្ញុំគិតថានេះគឺជាសកម្មភាពចាំបាច់បំផុតទី1គឺដើម្បីរឹតបន្តឹងបទបញ្ញត្តិនៃច្បាប់ពីព្រោះស្របតាមបទល្មើសវាតាក់ទងនឹងផលប៉ះពាល់អាក្រក់ដល់សង្គមនិយាយរួមក៏ដូចជាសុខភាពរបស់ប្រជាជននិយាយដោយឡែកប្រកបជាមានការភាគពិន័យដែលសមស្របហើយទី2នៅចំពោះមុខស្ថានភាពអក្រិតកម្មនេះការតែកើនឡើងត្រូវតែធានារូបភាពពិន័យមានលក្ខណៈរារាំងទប់ស្កាត់ការតែខ្លាំងtăng mức như thế thì cũng được cái sự đồng thuận của cử tri và của các đại biểu để giúp ការដំឡើងកម្រិតបែបនេះគឺទទួលបានការយល់ព្រមពីម្ចាស់ឆ្នោតនិងតំណាងរដ្ឋសភាដើម្បីជួយឲ្យសហគ្រាសមានភាពយុត្តិធម៌ចំពោះសហគ្រាសដែលផលិតទំនិញសុចរិតធានាបាននូវការពង្រីកផ្នែកវិជ្ជមានចំណែកសហគ្រាសដែលមានគុណភាពផលិតផលមិនបានធានាប៉ះពាល់ដល់សុខភាពប្រជាជនឬអនាម័យសុវត្ថិភាពចំណីអាហារគឺមានលក្ខណៈទប់ស្កាត់រារាំងការតែខ្លាំងជួយឲ្យសហគ្រាសផលិតផលដែលមានគុណភាពខ្ពស់ជាងមុននៅពេលដាក់ចេញលុកនៅទីផ្សារហើយទន្ទឹមនឹងនោះ
នាំមកនៅការយកចិត្តទុកដាក់របស់ប្រជាជនចំពោះសហគ្រាសមុននោះគ្រាន់តែក្នុងរយៈពេល3ថ្ងៃប៉ុណ្ណោះគឺចាប់ពីថ្ងៃទី15ដល់ថ្ងៃទី17ខែឧសភានាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានចេញសារទូតលេខ65និងសារចរលេខ13ដែលពាក់ព័ន្ធនឹងវិស័យនេះបណ្ដាការចង្អុលដឹកនាំទាំងនេះដើម្បីបើកយុទ្ធនាការកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងទប់ស្កាត់និងចរាចរណ៍បន្ថយការរត់ពន្ធក្លែងបន្លំពាណិជ្ជកម្មទំនិញក្លែងក្លាយការរំលោភកម្មសិទ្ធិបញ្ញាទន្ទឹមនឹងនោះបានបញ្ជាក់យ៉ាងច្បាស់ថាគ្មានតំបន់ហាមឃាត់ឬការលើកលែងក្នុងការវិនិច្ឆ័យអនុវត្តទិសលោកវិនិច្ឆ័យករណីមួយព្រមមានទាំងតំបន់និងវិស័យទាំងមូលបណ្ដាក្រសួងស្ថាប័ននិងមូលដ្ឋានត្រូវតែម្ចាស់ការក្នុងការពិនិត្យឡើងវិញនិងធ្វើឲ្យប្រសើរឡើងនៅគោលនយោបាយច្បាប់និងកំណត់ឲ្យបានច្បាស់លាស់នៅទំនួលខុសត្រូវដើម្បីកុំឲ្យចូលរំលងភារកិច្ចនិងកុំឲ្យមានចន្លោះប្រហោងក្នុងការគ្រប់គ្រងរដ្ឋទស្សនិកជនជាទីគោរពនៅព្រឹកថ្ងៃទី20ខែឧសភាក្រុមត្រួតពិនិត្យអន្តរវិស័យដឹកនាំដោយលោកវុនដាំងខ្វានាយករងមន្ត្រីឧស្សាហកម្មនិងពាណិជ្ជកម្មធ្វើជាប្រធានដឹកនាំដំណើរការត្រួតពិនិត្យជាក់ស្ដែងនៅតាមបណ្ដាមូលដ្ឋានជួញដូរទឹកដោះគោនិងអាហារមួយចំនួនក្នុងភូមិសាស្ត្រទីរំខេត្តត្រាំងបាងតាមនោះក្រុមបានត្រួតពិនិត្យបណ្ដាទីតាំងរួមមានពិភពទឹកដោះគោក្លូជុំសង្កាត់អាំងតិននិងប្រព័ន្ធទឹកដោះគោសម្បត្តិជុំកូនង៉ែតប្រព័ន្ធទឹកដោះគោគីមថ្វានៅផ្សារត្រាំងបាងនៅទីនេះក្រុមបានប្រមូលផ្ដុំត្រួតពិនិត្យលើបណ្ដាខ្លឹមសារដែលទាក់ទងនឹងការប្រកាសផលិតផលដោយខ្លួនឯងនិងឯកសារកតញ្ញុពាក់ព័ន្ធការតាមដានប្រភពដើមនៃអាហារស្ថានភាពវេចខ្ចប់ស្លាកសញ្ញាត្រាការពារក្លែងក្លាយការបរិច្ឆេទផុតកំណត់វិក័យប័ត្របង្កាន់ដៃបញ្ជាក់ពីប្រភពដើមតាមរយៈការចុះត្រួតពិនិត្យជាបឋមបណ្ដាគ្រឹះស្ថានទាំងនេះបានអនុវត្តល្អតាមបទបញ្ញត្តិច្បាប់ស្តីអំពីអាជីវកម្មនិងស្បៀងអាហារក៏ប៉ុន្តែក្រុមក៏បានក្រិនរំលឹកបណ្ដាអង្គភាពបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នៅការបដិញ្ញាចិត្តសុវត្ថិភាពចំណីអាហារពេញមួយដំណើរការអាជីវកម្មតាមផែនការលើកត្រួតពិនិត្យនិងអូសបន្លាយរហូតដល់ថ្ងៃទី31ខែឧសភាឆ្នាំ2025ទស្សនិកជនជាទីគោរពដើម្បីអនុវត្តឲ្យសម្រេចផែនការវិនិយោគសាធារណៈឆ្នាំ2025ថ្មីនេះគណៈកម្មាធិការប្រជាជនខេត្តតេនិញណែនាំដល់អង្គភាពជាម្ចាស់គម្រោងវិនិយោគកម្រិតខេត្តមុនថ្ងៃទី30ខែឧសភាឆ្នាំ2025ត្រូវធ្វើការត្រួតពិនិត្យសង្ខេបនិងរៀបចំបញ្ជីរាល់កម្មវិធីភារកិច្ចគម្រោងដែលស្ថិតក្នុងផែនការវិនិយោគសាធារណៈរយៈពេលមធ្យមដំណាក់កាលឆ្នាំ2021-2025មុនពេលមានការសម្រេចចិត្តឬសេចក្តីសម្រេចស្តីអំពីការរួមបញ្ចូលឬការបំបែកមូលដ្ឋានដើម្បីអនុវត្តការកសាងឲ្យបានទាន់ពេលវេលាគណៈកម្មាធិការប្រជាជនខេត្តក៏បានសំណើដល់បណ្ដាស្ថាប័ននិងមូលដ្ឋាននានាធ្វើការត្រួតពិនិត្យនិងវិតម្លៃរាល់គម្រោងដែលត្រូវបានប្រគល់ឲ្យធ្វើជាម្ចាស់វិនិយោគដោយបញ្ជាក់ឲ្យច្បាស់បណ្ដាលទ្ធផលដែលសម្រេចបានភាពលំបាកបញ្ហាតាក់ទិនដែលជួបប្រទះមូលហេតុសត្យានុមាត្រនិងអត្តនោមាត្រជាពិសេសវឌ្ឍនភាពនៃការដោះស្រាយរហូតដល់ពេលបច្ចុប្បន្ននិងដាក់ចេញនៅដំណោះស្រាយដើម្បីជំនះក្នុងរយៈពេលខាងមុខចំពោះមន្ទីរហិរញ្ញវត្ថុត្រូវបានរៀបចំការត្រួតពិនិត្យនិងជំរុញម្ចាស់គម្រោងឲ្យអនុវត្តការដាក់ដំណើរការគម្រោងឲ្យបានឆាប់រហ័សរាយការណ៍ជូនគណៈកម្មាធិការប្រជាជនខេត្តអំពីបញ្ហាដែលជួបប្រទះបើមាននិងស្នើដំណោះស្រាយដើម្បីធានាដល់ត្រឹមថ្ងៃទី30ខែមិថុនាឆ្នាំ2025សម្រេចឲ្យបាន50%ត្រឹមថ្ងៃទី30ខែកញ្ញាឆ្នាំ2025សម្រេចបាន75%និងបញ្ចប់ផែនការឆ្នាំ2025សម្រេចបាន 100% នៃផែនការវិនិយោគសាធារណៈដែលត្រូវបានប្រគល់ទស្សនិកជនជាទីគោរពក្រសួងអប់រំនិងបណ្ដុះបណ្ដាលកំពុងប្រមូលមតិយោបល់សម្រាប់សេចក្តីព្រាងច្បាប់ស្តីអំពីការកែប្រែបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់អប់រំក្នុងនោះកែប្រែបទបញ្ញត្តិស្តីអំពីសញ្ញាបត្រនិងវិញ្ញាបត្រក្នុងប្រព័ន្ធអប់រំជាតិដំណើរការកែប្រែតាមទិសដៅលុបចូលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងប្រកល់សិទ្ធិឲ្យគណៈនាយកសាលាមធ្យមសិក្សាទុតិយភូមិប្រធានគ្រឹះស្ថានអប់រំកម្មវិធីនិងអប់រំសិក្សាទុតិយភូមិធ្វើជាការបញ្ជាក់ពីការបញ្ជាក់កម្មវិធីមធ្យមសិក្សាទុតិយភូមិបណ្ដាការវិតម្លៃនិងចំណាត់ថ្នាក់សិស្សក្នុងមួយឆមាសនិងក្នុងមួយឆ្នាំសិក្សាត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈប្រព័ន្ធសៀវភៅសិក្សា Digital របស់សាលារៀនជាច្រើនឆ្នាំមកហើយ
ខណៈនោះសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រាន់តែជាលក្ខណៈគឺជានាមពរូបប៉ុណ្ណោះពុំមានបង្ហាញចំណាត់ថ្នាក់ទៀតទេគឺល្អបង្គួរពូកែឬមធ្យម Trong 4 năm học cấp 2 thì những cái điểm mà bọn em đã được ghi vào học bạ ក្នុងរយៈពេល4ឆ្នាំសិក្សានៅអនុវិទ្យាល័យបន្ទោះដែលពួកខ្ញុំទទួលបានត្រូវបានកត់ត្រាក្នុងសៀវភៅសិក្សាឬត្រូវបានវិតម្លៃសមត្ថភាពរបស់ពួកខ្ញុំរួចហើយការមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបន្ថែមទៀតក៏មិនមានសំខាន់ប៉ុន្មានដែរហើយខ្ញុំគិតថាគួរតែលុបចោលការវិតម្លៃសិស្សគឺជាដំណើរការទាំងមូល4ឆ្នាំរកកំហុសខុសឆ្គងរកចំណុចខ្វះខាតរបស់សិស្សម្នាក់ៗត្រូវបានគ្រូបង្រៀនចាប់យកនិងការសម្រួលឲ្យគ្រប់លក្ខខណ្ឌគឺជាការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិសកលការលុបចោលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិការប្រកល់សិទ្ធិឲ្យនាយកសាលាធ្វើការបញ្ជាក់និងកាន់តែស៊ីសង្វាក់ជាមួយនឹងលទ្ធផលនៃការសិក្សានិងការលុតដំរបស់អ្នករៀនជាមួយនឹងការសន្សំសំចៃពេលវេលាថវិកានិងបង្កើនសិទ្ធិសេរីភាពសម្រាប់អង្គភាពអប់រំ Học tập của các con từ lớp 6 đến lớp 9 trong việc hoàn thành chương trình នាយកនៃបណ្ដាសាលាបាននឹងកំពុងតាមដានត្រួតពិនិត្យដំណើរការសិក្សាទាំងមូលរបស់បងប្អូនបច្ចុប្បន្នកំពុងជួបទៅរកការអប់រំសកលបានជាការធ្វើការវិមជ្ឈការអំណាចដល់នាយកសាលាគឺសមស្រប hoàn thành chương trình cho các hiệu trưởng là hợp lý មតិជាច្រើនបានលើកឡើងថាសេចក្តីព្រាងថ្មីរបស់ក្រសួងអប់រំនិងបណ្ដុះបណ្ដាលដែលបានដាក់ចេញនៅក្នុងច្បាប់ស្តីអំពីការអប់រំថ្មីគឺសមស្របទៅនឹងការអនុវត្តជាក់ស្ដែងនៃការបែងចែកថ្នាក់បែងចែកសិទ្ធិអនុលោមតាមគោលការណ៍កន្លែងណាបណ្ដុះបណ្ដាលកន្លែងនោះផ្ដល់សញ្ញាបត្រកាត់បន្ថយនីតិវិធីរដ្ឋបាលក៏យោងតាមស្ថិតិរបស់ក្រសួងអប់រំដែរជារៀងរាល់ឆ្នាំប៉ាប្រមាណមធ្យមមានសិស្សប្រមាណគឺ 1.4 លាននាក់បញ្ចប់សិក្សានៅមធ្យមសិក្សាទុតិយភូមិប្រសិនបើលុបចោលផ្ដល់សញ្ញាបត្រនិងសន្សំសំចៃបានប្រមាណ 14,000 លានដុល្លារក្នុងមួយឆ្នាំសម្រាប់សញ្ញាបត្រដែលលែងមានតម្លៃសមស្របនឹងជាក់ស្ដែងដូច្នេះការលុបចោលការផ្ដល់សញ្ញាបត្របញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិមិនត្រឹមតែជួយដល់ការកាត់បន្ថយនីតិវិធីរដ្ឋបាលបង្កើនភាពម្ចាស់ការបត់បែនសម្រាប់សាលារៀនប៉ុណ្ណោះទេថែមទាំងប្រឆាំងនឹងការកញ្ចក់កញ្ជែងប្រកបដោយប្រសិទ្ធភាពនិងចាក់ស្ដែងទៀតផងទស្សនិកជនជាទីគោរពកម្មវិធីផ្សាយជាភាសាខ្មែរនៃស្ថានីយ៍វិទ្យុនិងទូរទស្សន៍ទាំងនេះពេលនេះសូមបញ្ចប់តែប៉ុណ្ណេះសូមថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិនិងប្រិយមិត្តដែលបានយកចិត្តតាមដាននៅកម្មវិធីនេះសម្រាប់នាងខ្ញុំនិងអ្នករៀបរៀងកម្មវិធីនាពេលនេះសូមលំអរកាយលាដោយមេត្រីនិងសូមសន្យាជួបវិញនៅក្នុងកម្មវិធីបន្ត